ដូច្នេះថ្ងៃនេះយើងនឹងពិភាក្សាអំពីការរលាកសរសៃឈាមតូចនៅក្នុងសរសៃឈាមបេះដូងដូចដែលឈ្មោះបានបញ្ជាក់ micro មានន័យថាតូចណាស់ដូច្នេះយើងទាំងអស់គ្នាដឹងអំពីការចាក់ស្ទះដែលអាចបណ្ដាលឲ្យមានជំងឺបេះដូងទាំងអស់នេះគឺដោយសារតែការចាក់ស្ទះនៅក្នុងសរសៃឈាមធំឥឡូវនេះសរសៃឈាមធំទាំងនេះពិតជាផ្ដល់ផ្លូវទៅកាន់សរសៃឈាមតូចនៅក្នុងបេះដូងឥឡូវនេះជំងឺនៅក្នុងសរសៃឈាមទាំងនេះក៏អាចបណ្ដាលឲ្យមានបញ្ហាផងដែរយើងត្រូវដឹងអំពីអ្វីនោះដូច្នេះរោគសញ្ញាមូលដ្ឋានរបស់អ្នកជំងឺដែលមានជំងឺទម្រង់នេះនឹងដូចគ្នានឹងការចាក់ស្ទះធំដូចជាការឈឺចុកចាប់នៅក្នុងទ្រូងពេដាលការលំបាកដកដង្ហើមពេដាលការទប់ទឹកចិត្តពេដាលហើយនោះគឺពេលដែលអ្នកជំងឺមកអប់ដើម្បីយល់ថាតើមានបញ្ហាបេះដូងឬអត់ដូច្នេះឥឡូវនេះនៅក្នុងអ្នកជំងឺដែលមានជំងឺនៅក្នុងសរសៃឈាមតូចនោះគឺនៅក្នុងសរសៃតូចណាមូលដ្ឋានគឺ S និង H និងធម្មតាហើយពេលយើងធ្វើ test លើម៉ាស៊ីនដើរលើកង់ម៉ាស៊ីនដើរលើកង់នោះនឹងបង្ហាញថាជាសកម្មដូច្នេះពេលម៉ាស៊ីនដើរលើកង់ជាសកម្មជាទូទៅយើងនឹងផ្ដល់អនុសាសន៍ឲ្យអ្នកជំងឺធ្វើ coronary angiogram ឬ coronary angiogram ឥឡូវនេះពេលយើងធ្វើការស៊ើបអង្កេតទាំងនេះអ្វីដែលវាបង្ហាញគឺសរសៃឈាមធំទាំងអស់ស្អាតហើយសរសៃឈាមតូចជាទូទៅមិនអាចមើលឃើញនៅលើការស៊ើបអង្កេតទាំងនេះទេប៉ុន្តែផលប៉ះពាល់នៃបាតុភូតពិសេសនេះដែលត្រូវបានគេហៅថា Menocardianoca គ្រាន់តែមានន័យថាពួកគេមានហានិភ័យខ្ពស់សម្រាប់លទ្ធផលអនាគតហើយកត្តាហានិភ័យរបស់ពួកគេត្រូវតែគ្រប់គ្រងឥឡូវនេះជំងឺនេះគឺពេញនិយមជាងនៅក្នុងស្ត្រីហើយជាទូទៅមានច្រើននៅក្នុងមនុស្សដែលមានជំងឺទឹកនោមផ្អែមជំងឺលើឈាមហើយប្រសិនបើមិនបានព្យាបាលល្អនោះវាអាចនាំឲ្យមានការចាក់ស្ទះបន្ថែមនៅអនាគតហើយក៏អាចនាំឲ្យមានអ្វីដែលគេហៅថាជំងឺបេះដូងបរាជ័យដោយមានអត្រាដកចេញដែលត្រូវបានរក្សាទុកដូច្នេះឥឡូវនេះមនុស្សដែលមានរោគសញ្ញាបែបនេះនិងការធ្វើរោគវិនិច្ឆ័យពិសេសនេះត្រូវតែមានការប្រុងប្រយ័ត្នជាងមុនក្នុងការគ្រប់គ្រងកត្តាហានិភ័យពួកគេត្រូវតែបង្កើនប្រសិទ្ធភាពកត្តាហានិភ័យរបស់ពួកគេវាមិនមែនជាជំងឺដែលច្បាស់លាស់ទេប៉ុន្តែជាជំងឺដែលលាក់លៀមដែលអាចនាំឲ្យមានជំងឺច្បាស់លាស់នៅលើកំឡុងពេលមួយតែអាចជាហានិភ័យដល់ជីវិតដូច្នេះវាជាសញ្ញាព្រមានមួយដែលដូចជាសម្រង់មេតាបូលិកនៅក្នុងសរសៃឈាមកូរ៉ូណារីហើយវាកើតឡើងដោយសារដែលស្រទាប់នៃសរសៃឈាមមានជំងឺហើយជំងឺនេះត្រូវបានភ្ជាប់ទៅនឹងកត្តាហានិភ័យដូចជាប្រជាភាពទឹកនោមផ្អែមសម្ពាធឈាមខ្ពស់ការជក់បារីនិងស្ត្រេសដូច្នេះឥឡូវនេះអ្វីដែលទាំងអស់នេះធ្វើគឺជាផ្លាស់ប្ដូរបរិយាកាសតូចនៃសរសៃឈាមពិសេសទាំងនេះហើយការរលាកចាប់ផ្ដើមកើតឡើងនៅក្នុងសរសៃឈាមតូចទាំងនេះនៅពេលមានការរលាកមានការកកស្ទះហើយគ្មានការប្រឡូកឈាមទេដូច្នេះនៅពេលយើងធ្វើការពិនិត្យសរសៃឈាម angiogram ម្ដងការនៅក្នុងសរសៃឈាមតូចដែលមានជំងឺយ៉ាងខ្លាំងយើងរកឃើញថាការប្រឡូកឈាមយឺតខ្លាំងវាត្រូវបានគេហៅថាជាបាតុភូតប្រឡូកយឺតវាកើតឡើងដោយសារនៅពេលដែលបំពង់របស់អ្នកស្អាតល្អហើយការប្រឡូកអាចកើតឡើងបានពេញលេញការប្រឡូកនោះរហ័សខ្លាំងប៉ុន្តែនៅពេលមានការកកស្ទះនៅផ្នែកចុងបំផុតនោះការប្រឡូកនឹងយឺតខ្លាំងឥឡូវនេះវាជាសញ្ញាបង្ហាញថាសរសៃឈាមតូចមានជំងឺយ៉ាងខ្លាំងមុននេះគេគិតថាបាតុភូតនេះមិនសូវឯងអ្នកដឹងហើយគ្រោះថ្នាក់ទេវាមិនគ្រោះថ្នាក់ទេប៉ុន្តែវាជាការជូនដំណឹងដល់គ្រូពេទ្យនិងអ្នកជំងឺដើម្បីគ្រប់គ្រងកត្តាគ្រោះថ្នាក់ឲ្យបានល្អដើម្បីឲ្យព្រឹត្តិការណ៍អនាគតរបស់ពួកគេអាចត្រូវបានគ្រប់គ្រងនិងការពារបានដោយជោគជ័យឥឡូវនេះគឺជាការពន្យល់ខ្លីអំពីការខូចមុខងារសរសៃឈាមតូចនៃសរសៃឈាមបេះដូងសូមអរគុណ